ភ័យមានរឿងភ័យដូចតែព្រៀងខ្យល់អញ្ចឹងណាយើងអាចព្រៀងនេះដល់គាត់ឲ្យជួយដូចថាបើវាជាឆ្ងាយកូនចៅសុំតែទឹកព្រៀងស្ងាត់មែនខ្យល់វាច្បាស់ចឹងមែនពួកខ្ញុំហ្នឹងខ្យល់ខ្លាំងអញ្ចឹងលោកពូសុំដូចស្ងាត់បាទវាស្ងាត់មកប្រាំងដូចតែខ្យល់តែវាមិនមែនខ្យល់បុកចំពាក់កណ្ដាលមុនដូចតែខ្យល់រត់ពាក់កណ្ដាលហើយទៅដូចហើទៅលើផុតអញ្ចឹងណាវាមានចឹងហើយខ្ញុំបាទដួងសុធាសូមគោរពដល់ប្រធារានុធរៈគ្រប់ព្រះអង្គនិងសូមគោរពដល់លោកតាលោកយាយពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅស្រុកបាទខ្ញុំបាទថ្ងៃនេះមានវីដេអូថ្មីមួយទៀតហើយទាក់ទងទៅនឹងផ្លូវក្នុងអបិយជំនឿដោយយើងនឹងជួបជាមួយនឹងលោកពូម្នាក់គាត់ជាអ្នករស់នៅក្នុងវត្តគិរីបណ្ណងជាវត្តមួយដែលល្បីស័ក្តិសិទ្ធិបាទមានបារមីកាន់ខ្ញុំថតវីដេអូមុនគឺអត់ជាប់ទេសលេងក៏លឺដែរថតហើយក៏ដោយសារខ្ញុំអត់បានសុំបាទលើកនេះខ្ញុំទៅសុំលោកយាយលោកតាហើយសុំលោកយាយតាជាស្រ័យបាទឥឡូវឲ្យជាច្បាស់តើលោកពូបានជួបនៅហេតុការណ៍នៅក្នុងខ្សែជីវិតរបស់គាត់ទាក់ទងនឹងផ្លូវក្នុងអបិយជំនឿនេះបែបណាខ្លះយើងទៅតាមបានទាំងអស់គ្នាជម្រាបសួរលោកពូលោកពូអាចជម្រាបដល់ទស្សនិកជនបានលោកពូឈ្មោះអីដែរលោកពូខ្ញុំឈ្មោះព្រំសុផាតខ្ញុំរួមរស់នៅនេះតាំងពីឆ្នាំ1910 2013បាទតាំងពី2013មកបាទលោកពូបាទតើលោកពូអាយុប៉ុន្មានហើយឡើយខ្ញុំអាយុ63លោកពូអាយុ63ហើយបាទតើលោកពូអាចជម្រាបដល់ទស្សនិកជនបានទេលោកពូតាំងពីលោកពូមកនៅនេះថាតើក្នុងវត្តនេះតើលោកពូបានជួបហេតុការណ៍អ្វីខ្លះនៅក្នុងខ្សែជីវិតរបស់លោកពូខ្ញុំមករស់នៅនេះខ្ញុំមកខាលក់ដូរទីទូទេលក់ដូរពេលបុណ្យទេម្ដងសុំលោកហ្នឹងរស់នៅទៅបានជួបនៅអបិយជំនឿដោយតំណងលោកតំណងយាយមីហ្នឹងគាត់នៅនឹងកាន់កាប់នៅនេះខ្ញុំជួបពេលបុណ្យទានម្ដងពេលខែរដូវបុណ្យជុំបានឃើញពិតព្រោះឃើញហេតុការណ៍ធំហ្នឹងចាឈរច្ដែងពីសាលាបល័យសាលាឆាន់ហ្នឹងទៅពហិឈរច្រែងជើងពីសាលាឆាន់នេះទៅព្រះវិហារហ្នឹងហើយព្រះវិហារពីសាលាឆាន់ទៅព្រះវិហារប្រហែលជា1ម៉ែត្រលោកពូពីប្រឡោះនេះជាប់ប្រហែលជា20-30 ម៉ែត្រជាង20-30 ម៉ែត្រហើយជើងវានឹងមកជាហៀងទៅនោះជាមួយទៀតទៅខាងនោះលោកពូហ្នឹងហើយណាបាទពេលលោកពូឃើញហ្នឹងគាត់ឃើញលោកពូដែរឬយ៉ាងណាលោកពូគឺឈរដូចថាគាត់ឈរទៅទ្រូបមុខទៅចេះទៅកើតទៅណាយើងនៅនេះដូចក្រោមគាត់ចឹងមើលទៅក្រោមគាត់តែគាត់មើលអត់ឃើញយើងទេយើងនៅទឹកហ្នឹងបាទលោកពូបានហើយចុះការលោកពូធ្វើហ្នឹងសុំទោសការលោកពូឃើញហ្នឹងម៉ោងប្រហែលម៉ានដែរលោកពូម៉ោង7:10យប់ម៉ោង7:10យប់បាទម៉ោង9លោកពូអត់តន់សម្រាប់ទេកាលហ្នឹងនៅជួនកាលមុននឹងកាលនោះយើងអ្នកមកដាច់មកវិញនៅច្រើនណាមកគេរៀបចំចប់ទៅម៉ោង7 8 9អញ្ចឹង7 8គេទៅហើយយើងក៏មិនទាន់ដេកក៏រៀបចំឲ្យបានហើយទៅមុជទឹកមិនទៅមើលឃើញបានលោកពូបាទចឹងបានតែតាមខ្ញុំដឹងតាមព័ត៌មានអបិយជំនឿចាស់បុរាណមកថាលោកតំណងជាមេតបខ្លាំងណាបាទប្រកែណានឹងលោកក៏មានគ្រួសាររបស់លោកនឹងឈ្មោះយាយមីហ្នឹងយាយដូនមីហ្នឹងបាទយាយមីភ្នំដូនមីហ្នឹងហ្នឹងគាត់មានប្រពន្ធមួយឬពីរលោកពូប្រពន្ធហ្នឹងតាមលើគេចាស់និយាយតថាมันមាននិយាយមុនហ្នឹងតើក្រោយបាននិយាយនៅផ្កាយព្រឹកទៀតទេអូបានចឹងប្រពន្ធគាត់ពីរលោកយាយនៅផ្កាយព្រឹកខាងនោះមួយនិងលោកយាយមីនៅខាងនោះមួយបាទយើងហៅថាការីបណ្ណងហ្នឹងដោយសារភូមិហ្នឹងភូមិបណ្ណងមែនទេបាទភូមិបណ្ណងបាទឥឡូវលោកសក្រាចលោកតាដបសាហ្នឹងក៏គេកាត់ទៅដាក់តាមចឹងទៅនៅភូមិបណ្ណងហ្នឹងបាទព្រោះយកលោកតាណងធ្វើជាភូមិជាវត្តចឹងហ្មងអូបាទត្រូវព្រោះតាមជំនឿបុរាណកាលណាបានមានស្នាដៃទៅតងព្រឹត្តិការណ៍ឬក្នុងហេតុការណ៍ណាមួយគេគោរពបូជាគាត់ដូចជាអ្នកតាជានិមិត្តរូបអ្វីមួយលោកពូបាទហ្នឹងគាត់ជាអ្នកចូលថាលោកតាបណ្ណងគឺជាលោកតាដែលមានបារមីខ្លាំងបាទហើយលោកពូថាលោកពូធ្លាប់សុំអីបានពីគាត់មែនលោកពូសុំអីគេកាលណាលោកពូសុំរឿងដូចតែមានភ័យមានរឿងភ័យដូចតែព្រៀងខ្យល់អញ្ចឹងណាយើងអាចព្រៀងនេះដល់គាត់ឲ្យជួយដូចថាបើវាជាឆ្ងាយកូនចៅសុំតែទឹកព្រៀងស្ងាត់មែនខ្យល់វាច្បាស់អញ្ចឹងមែនពួកខ្ញុំខ្យល់ខ្លាំងអញ្ចឹងលោកពូសុំដូចស្ងាត់បាទវាស្ងាត់មកប្រាំងដូចតែខ្យល់តែវាមិនមែនខ្យល់បុកចំពាក់កណ្ដាលមុនដូចតែខ្យល់រត់ពាក់កណ្ដាលហើយទៅដូចហើទៅលើផុតអញ្ចឹងណាបាទវាមានអញ្ចឹងហើយ
nơi đồng muông đi dây ban đó thằng thầy ta tia một tia cào ấy nữa tia cào nào tia cào nhưng mà ta khơi này bà hay là phụ than nó càng cào nếu miền đam po này nó càng nhưng mà nặng đầu thì ní đam po nó cứ tu tay bên là phụ bà thùng lại thùng mà là phụ ta thọp khơi lên nông năng đại lên là năng mà nó mù trong ta định cả không ta năng xài do xài dây mà đang cắt nhầm lụa năng nhá ba là phụ năng khơi mềm thùng nó phụ lên nó phần nào đấy lưng mình lưng phần năng phần đông poi cái đó là phụ qua mưa tay cục trong cục qua trong là bia mình bị lười ba rồi mấy năng ba nói với nó bị cào vào mũi poi năng năng chăng năng gặp lưng ba rồi mấy luôn năng lưng ba mấy cái ai miền thua ba rồi nè mình miền từ ba về tây miền nói xài còn nói khơi đằng hay phải là phụ khơi như là phụ pay đấy nhưng mình mong phảiได้ปีไงมันเอาอยู่tới ta nhưng tu nơi chơi thầy về liền ai thu nhưng ta hầm lực xong đó nè của mọi con trai của mọi nhom nhập ở đây chui thà xa chụp lốp ngó thằng con trai luôn này này con trai cây cò mà luôn này đầm bay xôm tức đây lúc tao nong nong bàn mày đầm bay lụa đầu đầu xi chăm chỉ vậtแต่ năng như vậyแต่ năng như lót đi thà nhưng group cái quạt phải là nhưng giờ group quạt đó ba group năng lừaไปจำเนื้อnăng tập cái men ba cái cáiประปนอยู่มันนั่นเลยอดลอยส่งเลยชนะบ้าส่งเลยชนะตรงโลดว่ากันนั่งติดตัวได้กันต่างบ้านนะบ้ากัดจือโลดบ้ากัดปากกายยังไงให้ยศสอบไว้ตรานะก่อนนอนในบ้านให้จ้ายมสมสูลปูมือเทียดประสันบานาเกจูเหตุการณ์โดยลปูโดยเชียเคยย่อสมตอนลปูสิบสันเดินทางลปูทลบเคยลูกตาบันนังหนึ่งมาดองได้ไหมเนี่ยลปูลปูเคยนำมาดองนาได้ลปูลูกตอนน้องเคยเนื้อมาดองกันไรnhư thếทำไมยังมามันบ้องก็เคยกันไรน้อยลปูบ้านจะไงนี่พายจะมันไหมลปูเป็นตื้อปีนี้ตื้อไงได้มันก็โหลลปูได้นี่เจ็ดนี่กันไรกี่เธอกันไรนี่กินปลาอะไรกันไรกี่เธอลูกตาเธอปรองโยตนองหนักน้องอ่ะแต่ลูกคนนึงลูกตนองคนนึงมันเตี้ยงนะลูกคนน่ะมาแปลนพวกอะไรเนาะโดยจากอะไรกาเปียตนองจังนะน้องกระเดะตนองอย่างเธอตนองไอ้นี่กาเป็นอะไรนี่พวกไหนนี่เจ็ดอะไรกี่đạiสอบหมกหนึ่งเพื่อได้บนเตียนจังนะน้องลุงตอนเคยตำเธอตามนั่งกี่ลองหรือเสียnơiแต่ก่อนเคยกี่เธอเชียรูเนี่ยนี่กาเปียนั่งประมาณนะปรามบุมวยอ่องนั่นba ta lấy đầu chân tay lục ta và biệt hay phim na ta to tiệt còn này còn nông tới cái thai xa ta này đây ba lục ba đấy lục ta đã thua ba mà na thì mình đã đó từ đây xong mình chui cà pi mình chui cà pi bà nè ba lục ba hay mình gì chân nhom cho bà mà đây phải nhom to đây phải nhom to lên cả lục ta cả lông cái miền người ta cái chồng theo bà lục ta đấy đây mấy theo mấy lục ta này lục ta học xà đấy có mai mấy nhóm bòn thà ơi ta lục ta chứ nè cái tới của mọi miền để ở smile cái này là bàn sọc và cả bọt tiền đó mai mấy nhóm tới cao một mình nó chọc to nhóm tay đòn dây là mặt bàn dây đập về từ dây dầm về đặt từ đâu ngay bạt đây bạt mèลื่นต้นจัดทำไมจบกันนะฮะนั่นก็จบปูจะไหมจบกันน้องใหญ่เรื่องแต่กี่ปองเดะลูกตาเรื่องนั้นนะอ๋อจังหลายยืมจังจิเนี่ยเรานะจังเราหลายยืมก็ไปบอลช่วยลงมืออยู่แต่นะอ๋ออันลูกต่อเตี้ยนะต่อตะกองเตี้ยไอ้กับบอลทำไม่หรอกปูบอลตาไอ้ลูกเมียนใจจุ่มเนี่ยตื้อให้กดเก่าสอบไอ้กับบอลเก่าบอลใต้เก่ากดปีปราบมนยังทาเนี่ยจากโบราณยังทาบเก่าไปกัดไว้ไปได้บ้านมาเก่าบ้านอีกไหมไม่แล้วเก่ามุกกอดมองเนี่ยเลยจังก็เข้าดมนอนได้บ้านเรากัดสอนนั่งอยู่ตัดไว้ไปให้บ้านรอบมาเก่าไงจังหวะทาลูกตาก็จะมีเลยประสมาสัมปได้บ้ามันจะเลยลูกปูว่าแต่ไปยึดทัวร์การะก็จกปูหรือมูลึงเลยจกตัวเราgì tao miền bạc tiền thôi mấy bát là cô cái đấy nhìn ấy do thoại tật đồ mà đi tật đồ cái là cô tật đồ mà cú ba là cô ba nhom chân đại nó nhom ta còn mong ta dễ nhom đã rồi cái lục ta chư nó phê nó nhom ta thoại tật đồ mà cú đã rồi
ចឹងលោកតាបណ្ណងក៏លោកយាយបណ្ណងគាត់ជួយចិត្តប្រសាជាងគេលោកពូដឹងទេ រូបសារហ្នឹងមកតាមខ្ញុំមកនឹងក្រោយៗឃើញគេដាក់តែគ្រប់មុខគ្រូគេដាក់គ្រប់មុខខ្លះទៅអ្នកគេមកថ្វាយគេទៅវាមានដល់មន់មានដល់ក្បាលជូកនេះចឹងសពមុខចឹងណាតែអ្នកគេមកគេតាមគេនិយាយណា បាទលោកពូ បាទតាមគេដាក់ទៅតាមគេនឹកខ្លះទៅដាក់ពេទ្យតិច អូ ពេ បាទ ទ្យមកគូបាទទឹក សេចជាគ្រឿងកំប៉ុងមានតលោកពូតែលោកពូសម្រាប់ពូលោកពូសែននេះគេ ខ្ញុំរាល់នេះខ្ញុំគ្រប់នេះដាក់ដេញនៅអានេះគេហៅថាអាកាសធាតុទេនៅដើមជើអញ្ចឹងលោកគ្រូដឹងខ្លះដែរនឹងថានៅតាមដើមជើអញ្ចឹងវាច្រើនមានស្អីហៅអាកាសអីវាអាកាសធាតុមិញអាហ្នឹងយើងដាក់ទៅយើងគ្រប់ដើមនោះវាមិនអីទេតាមយើងតាមមានបង្ហាញមកយើងលក់ដូរណា បាទ យើងអាចទៅតែបើចំពោះថ្ងៃសិលបើខ្ញុំគ្រប់តំណងជួនកាលខ្ញុំចង់កាហ្វេទៅដល់គូយើងដាក់ទៅកែបាទ តែថ្ងៃសិលលោកពូដាក់កាហ្វេដល់ បាទ គោ ហ្នឹងតែខុសពីថ្ងៃហ្នឹងទៅយើងងាយទៅដាក់ទៅនំចម្លែយើងមានណាយើងឲ្យរំលឹកវារាល់ថ្ងៃទៅបាទរំថ្ងៃដាក់បើសំខាន់ថ្ងៃសិលខ្ញុំត្រូវឡើងប្រយុទ្ធរៀបចំដាក់ទឹកផ្លាស់ទឹកឲ្យចេញហើយអញ្ចឹងខ្ញុំដាក់បើចំចុងកាហ្វេឬទឹកដោះគោខ្ញុំដាក់កែកូនកែពីរទៅហើយបង្អែមក្នុងចាននេះដើម្បីយើងសុំសេចក្តីសុខ បាទលោកពូបាទអូ លោក ហើយមានប្រជាពលរដ្ឋមកគោរពអីហូហែដែររៀន មានមករហូតហ្នឹងអញ្ចឹងណាតិចដាក់ជ័យតិចដាក់មកហ្នឹងសារយកចំមកងាប់សារតដៅយើង បាទដោយសារគាត់មានបារមីប្រកែបាទលោកពូបាទ ចឹងបានតែបញ្ញាណយើងក៏ខ្លាំងដែរតំណងប្រកែណាមានតបខ្លាំងមុន គាត់ខាងគេដែរលោកពូ គាត់មានតបខាងទាហាន មេតតហ៊ាន បាទមួយជំនា គាត់ ន់ ជិ យើ ះ ង មុនអាគុំមុនអីដែរ ហ្នឹងអាគុំហ្នឹងក៏ខ្លាំងដែរហើយមើលរូបហ្នឹងបើយើងឈរមើលពីខ្នល់មកណោះឆ្ងាយបាទរូបភ្នំម្ដងហ្នឹងរូបគាត់ដេកដាក់ជើងមកចឹងតតខុសឲ្យគេមើលនឹងគេអ្នកគេចេះមើល បាទ ចូលមើលពីខ្នល់មកឃើញគាត់ដាក់ដៃហើយលេងតែចឹងបើប្រកែកគាត់តែនៅជើងគាត់ទៅ ប្រកែគាត់ ហ្នឹងហើយចឹងហ្នឹងហើយចឹងឃើញច្បាស់ទេអ្នកមើលកាលមុនទៅមកលើគេកាប់អស់ណា អូ គេកាប់ទៅវាលែងព្រៃដូចថាវាលែងដូចអត់មើលរបៀបដូចយើងមើលដូចពពកយើងដោះនេះថាក្បាលងាយចឹងណា បាទលោកពូ យើងមើលទៅឃើញចឹងបាទខ្ញុំមើលមុនបងឃើញចឹងបាសមែនឡើយលែងដឹងហើយមើលលែង ដោយសារតែការកាប់ព្រៃឈើ បាទកាប់ទៅជើហ្នឹងណា ធ្វើនេះធ្វើនោះទេលោកពូណា បាទ តែអញ្ចឹងទៅទៅជាបាត់ជើង បាត់ហ្នឹងណាជាបា ដៃ ត់ណា ទៅហើយនៅដើមឈើវាដុះ ដោះលូតបាទថាភ្នំឯភ្នំនេះជួយណាអ្នកកៃក្រតាំងពីអូសក៏បានលក់តាំងពីបើរដូវផ្សិតគ្រប់តាំងពីផ្សិតពីជោផ្សិតណែកងោកផ្សិតអីវិញលក់ទាំងមានឡើងទៅលក់អាមុនអាឆ្នាំណាកាលខ្ញុំមកនៅហ្នឹងមានអាផ្សិតប៉អីហ្នឹង បាទ ឈ្មោះទៅទិញលើនំបណ្ដោយ អូសឹកពកថ្លៃណាលោកពូ ហ្នឹងផ្សិតបាន 1គីឡូម៉ានចឹងឥឡូវ ហ្នឹងឥឡូវអត់ទាន់ឃើញដល់ឆ្នាំហ្នឹងពីស្បូផ្សិតនេះម្ដង សិតគេលោកពូ បើអានេះណាផ្សិតជោ សិតខ្ជូ បាទបាទ ផ្សិតហ្នឹងគឺគេដកចាប់ពីខែណាដល់ខែណាណាលោកពូ ទេបាទសិតជោបដោះចាណាក្នុងខែភ្ជុំហ្នឹងណា ខែភ្ជុំ បាទមួយភ្ជុំបាទ បាទផ្សិតពកដល់ខែហ្នឹងដែរលោកពូឬក៏ផ្សាយផ្សិតកងោកផ្សិតអី កងៅក៏ដោះក្នុងខែនឹងខែណាទេខែប្រហាក់ប្រហែលនេះដេញនេះគ្រូ បា ហើយ ទ ខ្ញុំមិនដែរសូវបាននេះវាទៅបានទៅដល់ ខ្ញុំមិននៅនេះលោកពូដូចចង់ថានៅសឹងតែជាប់ជើងភ្នំតែឡើងគេក្មេងៗគេđangរៀនជាមួយខ្ញុំលោកគ្រូដកផ្សិតថ្ងៃនេះទៅបៃលិនថ្ងៃនេះទៅបាត់ដំបងតែដកគេកាលហ្នឹងហើយអ្នកដែលមកដកនោះសិតតែអ្នកដែលនៅម្ដុំជើងភ្នំនេះក៏អ្នកមកពីចងាយដែរលោកពូ អ្នកមកពីឆ្ងាយដែរខ្លះមកពីតែគេមកពីអីភ្នំកពើក៏មាន ระยะឆ្ងាយណាស់ ខ្លះទៅមកពីយើងអីស្អីទៅប្រេកទៅបងទៀត មិនតាខែ ណាតែម្ដងមក បានតាខែកាលមុតអីហ្នឹងគាត់មកនេះដែរ មកខ្វាក់អីណា អូមកពីខ្វាក់មកអីទៀតបានអូបានលោកពូបានលោកពូមានអីផ្ដាំផ្ញើដល់ទស្សនិកជននេះមុននឹងយើងបញ្ចប់វីដេអូលោកពូបើសិនបើគាត់ជួបឬក៏ទៅកន្លែងបារមីណាមួយអ្នកកន្លែងប្រកាសស័ក្តិសិទ្ធិមួយតែយើងត្រូវធ្វើដូចនេះដែរលោកពូ បាទគឺខ្ញុំសូមផ្ដាំទៅជួយជន់ទាំងអស់ណាខ្ញុំបានជឿនលើអបិយជំនឿនេះច្បាស់ពិតមែននេះសូមបងប្អូនមកបានជួបដូចខ្ញុំនេះសូមលោកជាសក្របទៅយើងសូមតែក្តីសុខព្រោះអបិយជំនឿរបស់ខ្មែរយើងពូកែណាកែបំផុតនៅនេះនៅភូមិបណ្ណងនេះស្រុករតនមណ្ឌលនេះមានតំណងនេះលោកកាន់កាប់នឹងយាយមាយឧស្សាហគាត់នឹងគាត់កើនកាយការប្រពន្ធជា
มีตัวมนต์ไงก็แผ่สานะโกนใจก็ถือรูปเพียงการมันรอตามกวดพุทธนองไกนะ បានលោកពូបានអរគុណលោកពូច្រើនសម្រាប់ការចំណាយពេលដែលមានតម្លៃដើម្បីធ្វើបទសភាของខ្ញុំបាទដល់គឺមុននឹងបញ្ចប់ខ្ញុំបាទដួងសធាសូមគោរពជូនពរដល់ពុកម៉ែបងប្អូននិងប្រជាពលរដ្ឋកម្ពុជាទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់គ្នាកុំភ្លេចជួយ Subscribe ហើយជួយ Like Channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណសូមជម្រាបលាបាទអរគុណណាលោកពូ